លោកឧត្តមសេនីយ៍តូហេងសុផលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ2025និងលើកទិសដៅអនុវត្តបន្តប្រចាំខែវិច្ឆិកាព្រឹកថ្ងៃទី28ខែតុលាឆ្នាំ2025លោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលាឆ្នាំ2025និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកានៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងសោកស្ដាយចំពោះការបាត់បង់យុទ្ធមិត្តម្នាក់ក្នុងជួរកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅភូមិសាស្ត្រស្រុកតាំងកោកកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025នេះគឺលោកវរសេនីយ៍តូហ៊ួនសាវីនៃរោងការិយាល័យប្រឆាំងគ្រឿងញៀននិងមន្ត្រីនគរបាលម្នាក់ទៀតរបួសធ្ងន់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យលោកឧត្តមសេនីយ៍តូហេងសុផលបានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តដែលបានលះបង់កម្លាំងការចាត់ធនធានសម្ភារៈថវិកាចូលរួមចំណែកបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនអនុវត្តរហូតទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់បន្ថែមលើប្រសាសន៍សំណេះសំណាលលោកឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំផែនការជំនាញនិងអធិការនគរបាលក្រុងស្រុកមួយត្រូវរៀបចំផែនការសកម្មភាពជាត្រីវិស័យសម្រាប់អនុវត្តបែងចែកប្រគល់ភារកិច្ចដល់មន្ត្រីគ្រប់រូបតាមឋានានុក្រម 2. ពង្រឹងរបៀបរបបការងាររបស់ផែនជំនាញអធិការដ្ឋាននគរបាលក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តតួនាទីភារកិច្ចតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃនិងសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ 3. ប្រជុំត្រួតពិនិត្យលើការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមកដកបទពិសោធន៍ផ្លាស់ប្តូរយោបល់លើកទិសដៅការងារសម្រាប់អនុវត្តបន្តដើម្បីឈានទៅសម្រេចបានស្នាដៃជោគជ័យថ្មីៗបន្ថែមទៀតស្របតាមតម្រូវការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិជាពិសេសក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព 4. ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្វះកម្លាំងត្រូវបញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលក្រុងស្រុកតាមការកំណត់រយៈពេលវែងឬខ្លីដើម្បីជួយទ្រទ្រសភាពការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងត្រៀមកិច្ចអន្តរាគមន៍ដល់ប្រជាពលរដ្ឋនាគ្រាជួបការលំបាក